នេះគឺជាទ្វីបអន្តរតិកាដែលពួកយើងតែងតែហៅថាទ្វីបអង់តាតិកសីតុណ្ហភាពនៅទីនេះត្រជាក់ខ្លាំងប៉ុន្តែមានជីវិតសត្វជាច្រើនរស់នៅទីនេះនេះគឺជាលោកប៉ូលនីកលីនជាអ្នកថតរូបនិងវីដេអូនៅទ្វីបមួយនេះលោកប៉ូកំពុងតែស្ថិតនៅក្បែរតោសមុទ្រដ៏ធំដែលមានប្រវែងប្រមាណជា4ម៉ែត្រតោសមុទ្រកំពុងតែហែនៅមុខម៉ាស៊ីនថតរបស់គាត់ប៉ុន្តែគាត់ហាក់បីដូចជាមិនមានភាពភ័យខ្លាចនោះទេបន្ទាប់ពីសត្វ Penguin លោតចូលទៅក្នុងទឹកសមុទ្រពួកគេក៏ដឹងថាតោសមុទ្រកំពុងតែនៅពីក្រោយពួកគេនិងមានការប្រមាញ់ពួកគេព្យាយាមហែលគេចចេញយ៉ាងលឿនដោយមានសុវត្ថិភាពទីនេះជាជម្រកដ៏សំខាន់សម្រាប់ដែលសត្វរស់នៅក្នុងអាកាសធាតុត្រជាក់